បាទសូមគោរពនឹងជម្រាបសួរបង FC នៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃនេះខ្ញុំទំនេរល្អបងប្អូនណាបាទអញ្ចឹងខ្ញុំក៏ឆ្លៀតមកបាទបង្កើត content មួយទៀតបាទទាក់ទងជាមួយនឹងការ trade ដោយយើងប្រើបាទ multiple time frame ហ្នឹងឯងបងប្អូនបាទមានន័យថាយើងប្រើ time frame ជាច្រើនបាទមកវិភាគហើយបន្តមកទៀតគឺយើងបាទចូល trade នៅក្នុង time frame ដែលតូចបំផុតបាទដូចខ្ញុំពេលបច្ចុប្បន្ននេះគឺខ្ញុំ trade បាទ scalping ខ្លីៗនៅក្នុង time frame 1នាទីប៉ុន្តែខ្ញុំក៏ត្រូវត្រឡប់ទៅមើលនៅក្នុង time frame 5នាទីឬក៏ time frame 15នាទីឬក៏ time frame 1ម៉ោងបាទដើម្បីមើលថាទិសដៅទីផ្សារធំរបស់វានឹងទៅទិសខាងណាបាទដូច្នេះហើយនៅពេលដែលយើងអាចកំណត់នៅក្នុង time frame ធំជាងថានៅពេលដែលវាបិទតាមទម្រង់ set up បែបនេះបាទក្នុងរយៈពេល1ម៉ោងឬក៏2ម៉ោងក្រោយមកវានឹងបាទតម្លៃឡើងទៅដល់ចំណុចនេះអីចឹងទៅបាទដូច្នេះនៅពេលដែលខ្ញុំចូលមកវិភាគនៅក្នុង time frame ដែលតូចជាងគឺខ្ញុំក៏វិភាគទៅតាមបាទ time frame ដែលធំជាងផងដែរបងប្អូនមានន័យថានិយាយខ្លីទៅគឺមានន័យថាយើង follow ទៅតាមបាទ time frame ដែលធំជាងហ្នឹងឯងបងប្អូនបាទអញ្ចឹងគឺវីដេអូនេះគឺខ្ញុំមកបង្ហាញជូនអ្នកទាំងអស់គ្នាយ៉ាងលម្អិតបាទទាក់ទងជាមួយនឹងវិភាគដោយប្រើ multiple time frame បងប្អូនបាទហើយខ្ញុំវិភាគនេះគឺខ្ញុំពឹងផ្អែកទៅលើទ្រឹស្ដីហានិភ័យរបស់ខ្ញុំផងដែរបាទអញ្ចឹងទ្រឹស្ដីហានិភ័យនេះគឺខ្ញុំបាទបានសិក្សាយ៉ាងលម្អិតបាទជាមួយនឹងខ្សែ EMA ខ្សែលេខ3ជាមួយនឹងទៀនដូចខ្ញុំបានបញ្យល់នៅវីដេអូកាលពីម្សិលមិញអញ្ចឹងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងបងប្អូនណាបាទគឺខ្ញុំសូមឲ្យបាទបងទាំងអស់គ្នាជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងបាទគ្រាន់តែជួយចុច like បាទជួយចុច share ជួយចុច subscribe ជួយចុចសញ្ញារូបកណ្ដឹងដោយរហូតដល់ខ្ញុំបងប្អូនណាបាទហ្នឹងហើយសម្រាប់បងដែលចាប់អារម្មណ៍នៅក្នុងការបាទរៀន trade ជាអាជីពបាទអញ្ចឹងខាងខ្ញុំក៏មានបាទវគ្គបង្ហាត់ជូនផងដែរបងប្អូនណាបាទអញ្ចឹងព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាចតាក់ទងខាងក្រោម clip វីដេអូបានបាទអញ្ចឹងគឺសម្រាប់សិក្សាយ៉ាងលម្អិតបងប្អូនណាបាទកុំចូលមកក្នុងទីផ្សារនេះដោយអត់មានចំណេះដឹងអីសោះហ្មងគឺហានិភ័យខ្លាំងមែនទែនបងប្អូនបាទហ្នឹងហើយអញ្ចឹងរៀនឲ្យចេះសិនហ្នឹងចាំយើងចូលមក follow គឺអត់មានអីខុសទេបងប្អូនបាទហើយអ្វីដែលជាឧបសគ្គធំបំផុតមួយទៀតគឺការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបងប្អូនបាទឬក៏យើងហៅឈ្មោះថា emotional control ហ្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចេះតិចនិចច្បាស់ហើយប៉ុន្តែនៅតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បានរងចាំទម្រង់ល្អៗអត់បានអ្នកទាំងអស់គ្នាក៏អាចខ្លាយជាអ្នក trade បាទដែលទទួលបានផលជោគជ័យដែរបងប្អូនបាទហ្នឹងហើយខ្ញុំទទួលស្គាល់ថាវាចំណាយពេលហ្នឹងគឺយូរឆ្នាំបងប្អូនបាទទម្រាំតាអ្នកទាំងអស់គ្នាហុចផលបានមកវិញណាបាទអញ្ចឹងមុនទៅនឹងចូលទៅដល់សាច់រឿងខ្ញុំសូមបង្ហាញតទៅជាមួយលទ្ធផល trade របស់ខ្ញុំបន្តិចចុះបាទអញ្ចឹងគណនីមួយនេះបាទគណនី prop firm ដែលខ្ញុំបានបាទទឹមតែចាប់ផ្ដើមទេបងប្អូនណាបាទហ្នឹងហើយចាប់ផ្ដើមទេបាទអញ្ចឹងគឺគណនីមួយនេះគឺគណនី V Master Trade ណាបងប្អូនណាបាទហ្នឹងហើយគណនីនេះបាទឃើញទេបាទការ trade របស់ខ្ញុំគឺឲ្យវាបុក TP ឬក៏បុក SL តាមរបៀបវិន័យបងប្អូនបាទគឺខ្ញុំ trade បែប all in ផងបាទហើយនឹង trade បែបបាទទម្រង់ច្បាប់ហានិភ័យរបស់ខ្ញុំផងបាទអញ្ចឹងលទ្ធផលគឺគណនីនេះបាទ$25,000បងប្អូនណាបាទហ្នឹងហើយអញ្ចឹងគឺ profit នេះគឺវា$700បាទហើយសម្រាប់ profit consistency វិញបើសិនជានៅចន្លោះពី20ទៅ30%គឺខ្ញុំអាចបាទដកលុយបានដែរបងប្អូនណាបាទហ្នឹងហើយប៉ុន្តែនេះគឺត្រឹមតែ55%ទេបាទអញ្ចឹងគឺខ្ញុំនៅបាទ make profit ហ្នឹងឲ្យបានត្រឹមខ្ទង់ជា$1,500ថែមទៀតបាទអញ្ចឹងគឺខ្ទង់ជា$1,500ខ្ញុំអាចដកលុយបានដែរបងប្អូនបាទហ្នឹងហើយអញ្ចឹងសម្រាប់ទស្សនវិជ្ជាហានិភ័យរបស់ខ្ញុំបងប្អូនបាទនេះខ្ញុំសូមបង្ហាញ order ខ្លះៗបាទកន្លែងនេះគឺទស្សនវិជ្ជាហានិភ័យរបស់ខ្ញុំបានបាទឃើញថាក្រាបមាសបាទមានការធ្លាក់ចុះនោះគឺខ្លាំងមែនទែនបងប្អូននៅក្នុង time frame 5នាទីណាបាទប៉ុន្តែនៅក្នុង time frame ដែលធំជាងបាទខ្ញុំមើលឃើញថានៅពេលដែលវា pull back ចុះមកកម្រិតខ្លាំងបែបនេះតាមពិតនៅក្នុង time frame 1ម៉ោងដែលខ្ញុំមើលឃើញវាគ្រាន់តែវាមកធ្វើ test នៅតំបន់ EMA ខ្សែលេខ18តែប៉ុណ្ណោះទេប៉ុន្តែនៅពេលដែលខ្ញុំត្រឡប់មកមើល time frame 5នាទីវិញបែរជាវាចុះមកខ្លាំងមែនតើបាទរហូតមកដល់បាទឃើញទេ EMA ខ្សែលេខ3របស់ខ្ញុំនៅកន្លែងនេះចំណែកឯទៀនដែលវាចុះមកនេះគឺវាគេហៅថាធ្លាក់ឆ្ងាយពីខ្សែ EMA ខ្សែលេខ3របស់ខ្ញុំខ្លាំងមែនតើដូច្នេះខ្ញុំក៏មានការចុច reverse buy ឡើងទៅលើវិញប៉ុន្តែ order ដំបូងរបស់ខ្ញុំនឹងគឺត្រូវបានបរាជ័យបងប្អូនណាបើដោយសារតែខ្ញុំមើលឃើញថាបាទdemand zone កន្លែងនេះគឺវារឹងមាំបងប្អូនណាបាទខ្ញុំចុច buy មួយបន្តមកទៀតតាំង SL នៅម្ដុំនេះបាទហ្នឹងហើយបន្តមកទៀតគឺវា
បាទបុក SL ណាបងប្អូនបាទបន្តមកទៀតខ្ញុំក៏ធ្វើការបាទបាយបន្ថែម3ថែមទៀតបងប្អូនបាទនំដុំអស់នេះបាទអញ្ចឹងនៅពេលដែលខ្ញុំបាយបន្ថែម3ទៀតបន្តមកទៀតតាំង TP ខ្លីៗដូចខ្ញុំបានបញ្យល់នៅវីដេអូមុនអញ្ចឹងបាទអញ្ចឹងនៅពេលដែលខ្ញុំតាំង TP ខ្លីៗបែបនេះបាទនេះឃើញទេបាទចំណុច TP ខ្លីៗបែបនេះបាទក្រាបគឺ reverse ឡើងមកវិញដើម្បីរត់មកចូលបាទ EMA ខ្សែធំវិញបងប្អូនណាបាទដូច្នេះគឺបានទទួលបាន TP ដូចអ្វីដែលខ្ញុំបានរំពឹងទុកអញ្ចឹងបាទហ្នឹងហើយអញ្ចឹងនេះគឺលទ្ធផលបងប្អូនណាបាទនេះឃើញទេបាទអញ្ចឹងក្របទី1គឺខុសបាទហើយនេះក្របទី2ក្របទី3ក្របទី4បាទនេះគឺទទួលបានបាទផលចំណេញមកវិញទាំងអស់បងប្អូនណាបាទនេះគឺខ្ញុំគោរពទៅតាមគេហៅថាច្បាប់ហានិភ័យរបស់ខ្ញុំដូច្នេះច្បាប់ហានិភ័យនេះខ្ញុំមកបញ្យល់ជូនអ្នកទាំងអស់គ្នាមួយបងប្អូនណាបាទហើយច្បាប់ហានិភ័យនេះបាទខ្ញុំក៏មានដូចថាបញ្យល់យ៉ាងល្អិតនៅក្នុង course របស់ខ្ញុំផងដែរបងប្អូនបាទហ្នឹងហើយវគ្គសិក្សារបស់ខ្ញុំផងដែរប៉ុន្តែឥឡូវនេះគឺខ្ញុំបាទបេះយកចំណុចមួយនេះបាទមកចែករំលែកជូនអ្នកទាំងអស់គ្នា free នៅក្នុង YouTube តែម្ដងបាទថាច្បាប់ហានិភ័យនឹងគឺប្រើរបៀបម៉េចបាទប្រើនឹងគឺប្រើតែជាមួយ EMA ខ្សែលេខ3ទេបងប្អូនបាទបើសិនជាអ្នកទាំងអស់គ្នាប្រើជាមួយនឹង EMA ខ្សែដតីទៀតក៏បានដែរប៉ុន្តែខ្ញុំជំនាញខ្លាំងបំផុតគឺខ្សែលេខ3ដោយសារតែខ្សែលេខ3ហ្នឹងគឺវាស្រួលមើលបងប្អូនបាទឥឡូវខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមួយសិនបាទច្បាប់ហានិភ័យដែលខ្ញុំប្រើឧទាហរណ៍ថា EMA ខ្សែលេខ3បាទវាចាប់ដើមឡើងទៅលើបែបនេះបងប្អូនបាទហើយបន្តមកទៀតស្រាប់តែមានឃើញទៀនហ្នឹងគឺវាចាប់ដើមហើបឡើងលើដែរបងប្អូនបាទអញ្ចឹងនិមិត្តសញ្ញាកន្លែងនេះគឺខ្ញុំតាំងឲ្យទៀនឡើងណាបងប្អូនបាទនេះបាទខ្សែលេខ3បែបហ្នឹងបន្តមកទៀតស្រាប់តែទៀនហ្នឹងគឺវាហក់ឡើងលើខ្សែលេខ3ហ្នឹងគឺខ្លាំងពេកបាទនេះអញ្ចឹងចំណុចកន្លែងនេះគឺខ្ញុំឲ្យឈ្មោះថាច្បាប់ហានិភ័យបងប្អូនបាទអញ្ចឹងច្បាប់ហានិភ័យកន្លែងនេះមានន័យថាម៉េចមានន័យថានៅពេលដែលទៀនវាកើតឡើងបន្តបន្ថែមទៀតវាអាចបដូរជាទៀនពណ៌ក្រហមធ្លាក់មកវិញបងប្អូនបាទនេះធ្លាក់មកវិញបែបនេះណាបងប្អូនបាទនេះនឹងឯងបាទដែលខ្ញុំហៅឈ្មោះថាវាមានហានិភ័យនឹងឯងហានិភ័យនៅពេលនេះគឺបានន័យថានៅពេលដែលអ្នកនរគ្នាបាទឃើញទៀនមួយនេះចប់ហើយវាហោះលើខ្សែលេខ3ខ្លាំងពេកបើយើង follow by នៃទៀនកើតថ្មីបាទទៀនកើតថ្មីវាមានឱកាសទាបដែលវាហក់ឡើងទៅលើបន្តបែបនេះបាទវាមានឱកាសទាបដែលវាហក់ឡើងទៅលើបន្តបែបនេះសួរថាមានឱកាសហក់ឡើងទៅលើថែមទៀតទេបាទមានប៉ុន្តែវាអាចហានិភ័យខ្ពស់ហើយបាទទៀនថ្មីវាអាចដោលចុះមកក្រោមបែបនេះបងប្អូនបាទដោលចុះមកក្រោមបែបនេះនេះគឺជាទម្រង់ទ្រឹស្ដីណាបាទហ្នឹងហើយទៀនដែលខ្ញុំឃើញជាញឹកញាប់នៅពេលដែលវាហក់លើខ្សែលេខ3ខ្លាំងពេកឧទាហរណ៍ថាខ្សែលេខ3ឡើងទៅបែបនេះបងប្អូនបាទឡើងទៅអញ្ចឹងហើយបន្តមកទៀតស្រាប់តែមានទៀនហ្នឹងគឺថ្លោសបងប្អូនបាទហ្នឹងហើយទៀនហ្នឹងគឺថ្លោសណាបាទឥឡូវខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមួយចុះបាទនេះគឺថ្លោសឲ្យដោះកតុយបាទដោះកតុយហ្នឹងគឺហើបលើខ្សែលេខ3ហ្នឹងគឺខ្លាំងនេះបែបនេះបងប្អូនបាទនេះឃើញទេនៅពេលដែលវាហើបលើខ្សែលេខ3ខ្លាំងបូកផ្សំជាមួយនឹងវានៅចុងទំនោរទៀតអូខេហ្នឹងគឺហានិភ័យខ្លាំងមែនតើបងប្អូនដែលទៀនថ្មីនោះគឺវានឹងត្រឡប់មកខាងក្រោមវិញបាទនេះឃើញញឹកញាប់ខ្លាំងមែនតើបងប្អូនបាទហ្នឹងហើយនេះអញ្ចឹងខ្សែលេខ3នេះគឺវាចាប់ដើមបាទកងុកចុះមកវិញបែបនេះនេះបាទអញ្ចឹងចំណុចកន្លែងនេះគឺជាចំណុចដែលបាទខ្ញុំភាគច្រើនចុច reverse ឬក៏ចុចបញ្ច្រាស់នឹងទំនោរឡើងនឹងឯងបងប្អូនបាទមានន័យថាខ្ញុំចុច order sell មកវិញនឹងឯងបាទអញ្ចឹងនៅក្នុងការវិភាគបែប multiple time frame របស់ខ្ញុំគឺខ្ញុំវិភាគបែបនេះនឹងឯងបងប្អូនបាទឧទាហរណ៍ថា time frame ដែលខ្ញុំវិភាគមើលមុននឹងចូលផ្សារបាទខ្ញុំវិភាគ time frame 5នាទីបាទអញ្ចឹងខ្សែEMA ខ្សែលេខ3គឺចាប់ផ្ដើមហើបឡើងលើបងប្អូនបាទហើបឡើងលើបែបនេះបាទនៅក្នុង time frame 5នាទីណាបាទហើយមួយទៀតបាទខ្សែលេខ6បាទ6ក៏វាចាប់ដើមហើបដូចគ្នាដែរបាទហ្នឹងហើយដូចគ្នាដែរហ្នឹងហើយអញ្ចឹងនៅពេលដែលឃើញថា time frame 5នាទីបាទវាចាប់ដើមកើតជាទៀនឡើងហើយបងប្អូនបាទហ្នឹងហើយវាកើតជាទៀនឡើងបែបនេះហើយបាទហើយខ្ញុំឃើញបាទនិមិត្តសញ្ញានេះនិមិត្តសញ្ញាទៀនឡើងណាបងប្អូនបាទហ្នឹងហើយនេះនៅពេលដែលវាចាប់ដើមបង្កើតជាទៀនឡើងបែបនេះទៅជាបន្តបន្ទាប់បាទវាបង្កើតជាទៀនឡើងបែបនេះបាទ sorry បាទនេះគឺទៀនឡើងទៅទៀតហើយបងប្អូនបាទអញ្ចឹងនៅពេលដែលវាដោះឡើងបែបហ្នឹងហើយបន្តមកទៀតបាទមានការ pull back ចុះមកវិញបាទមានការ pull back ចុះមកវិញខ្ញុំពឹងផ្អែកទៅលើទម្រង់ទៀន set up របស់ខ្ញុំដែរបាទអញ្ចឹងនៅពេលដែលទៀនមានការ pull back ចុះមកវិញបាទភាគច្រើនគឺវាមក
ប៉ះជាមួយនឹងខ្សែលេខបាទលេខ20ឬក៏លេខ18អីចឹងទៅបាទហ្នឹងហើយភាគច្រើនគឺវានៅតំបន់អស់ហ្នឹងបាទហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាខ្សែនេះគឺខ្សែលេខ18ហ្នឹងគឺវាមកបាទកន្លែងនេះបាទខ្សែលើគេខ្សែលេខ3ណាបាទហ្នឹងហើយនេះភាគច្រើននៅពេលដែលក្រាបកន្លែងនេះគឺ time frame 5នាទីបងប្អូនបាទ time frame នេះគឺ time frame 5នាទីបាទហ្នឹងហើយ5នាទីណាបាទ time frame 5នាទីនៅពេលដែលឃើញថាតម្រង time frame 5នាទីបែបនេះណាបាទឃើញថាវាធ្វើបែបមកបែបនេះនៅពេលដែលខ្ញុំ zoom ឬក៏បកមកមើលនៅក្នុង time frame 1នាទីវិញគឺវាចាប់ផ្ដើមបាទคล้ายជាតម្រងបែបនេះបងប្អូនបាទឃើញថាទៀនហ្នឹងគឺចាប់ផ្ដើមហើបឡើងលើហ្នឹងគឺខ្ពស់ខ្លាំងបន្តមកទៀតបាទទៀនក្រហមហ្នឹងគឺចាប់ផ្ដើមចុះមកវិញដូចគ្នាបាទប៉ុន្តែទៀនក្រហមចុះមកវិញដូចខ្ញុំបានគូនេះហើយបាទនេះគឺ time frame 1នាទីណាបាទ time frame 1នាទីបាទ time frame 1នាទីខ្ញុំអាចថាបញ្យល់អ្នកទាំងអស់គ្នាពិបាកយល់បន្តិចបាទអញ្ចឹងនៅពេលដែលឃើញ time frame 1នាទីបងប្អូនវាលំហូរចុះមកខ្លាំងមែនតើវាលំហូរចុះមកកន្លែងនេះខ្ញុំពឹងផ្អែកទៅលើ time frame 5នាទីបាទសង្ឃឹមថានៅពេលដែលវាចុះមកដល់ចំណុចនេះបងប្អូនបាទនេះបាទអញ្ចឹងនៅពេលដែលវាចុះមកដល់ចំណុចនេះខ្ញុំសង្ឃឹមថាវានឹងបកឡើងទៅលើវិញឲ្យយើងឃើញបែបនេះណាបាទនេះបាទអញ្ចឹងមានន័យថានៅពេលដែលវាមកតេស្តជាមួយនឹងខ្សែបាទលេខ18កន្លែងនេះបូកផ្សំជាមួយនឹងតំបន់នេះគឺគុលទំនោរបាទអ្នកទាំងអស់គ្នាចាំទុកណាបាទតំបន់នេះគឺគុលទំនោរអញ្ចឹងគឺវាភាគច្រើនវា reaction បាទឡើងទៅលើវិញបែបនេះបាទហើយបន្តមកទៀតទៀនថ្មីបាទវាចាប់ដើមហើបបែបនេះនេះគឺរូបភាពនៃរូបភាពនាពេលអនាគតដែលអ្នកទាំងអស់គ្នាមើលឃើញគឺបែបនេះបាទអញ្ចឹងទៀនពណ៌ក្រហមនេះវាអាចជាទៀនបាទដោះកតុយឲ្យអ្នកទាំងអស់គ្នាឃើញបែបនេះបាទហើយតម្រងនេះបើសិនជាយើងប្រៀបធៀបជាមួយនឹងទ្រឹស្ដី price action គឺយើងអាចហៅឈ្មោះវាថាជា bullish engulfing អញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាត្រឡប់មកមើល time frame 1នាទីវិញណាបាទឃើញថាទៀនដែលវាចុះមកកន្លែងនេះបាទ segment កន្លែងនេះបាទ segment កន្លែងនេះបាទភាគច្រើនគឺខ្ញុំឃើញថាវាចាប់ដើមចុះមកជាទៀនពណ៌ក្រហមនឹងវែងបងប្អូនបាទវែងអញ្ចឹងបើសិនជាចូលតាមច្បាប់ហានិភ័យរបស់ខ្ញុំបាទនៅពេលដែលឃើញបាទ time frame 1នាទីវាចាប់ដើមបដូរជាទៀនចុះមកវិញហ្នឹងបងប្អូនបាទទៀនចុះមកវិញហើយបាទអញ្ចឹងនៅពេលដែលទៀនចុះមកវិញគឺពណ៌ក្រហមបាទទៀនហ្នឹងគឺទៀនពណ៌ក្រហមបាទចុះមកវិញលឿនបាទហើយវែងនេះឃើញទេបាទដូច្នេះបាទបើសិនជាអ្នកនរគ្នាសង្កេតឃើញថាបាទខ្សែលេខ3របស់ខ្ញុំបាទខ្សែលេខ3ហ្នឹងគឺវាចាប់ដើមបាទខិតគៀកបែបនេះបងប្អូនបាទនេះគៀកបែបនេះអញ្ចឹងមើលឃើញថាបើសិនជាវានៅខាងក្រោមខ្សែលេខ3ហ្នឹងខ្លាំងពេកបងប្អូនបាទនៅពេលដែលវាស្ថិតនៅខាងក្រោមខ្សែលេខ3ហ្នឹងខ្លាំងពេកវាក៏ចាប់ដើម reverse ឡើងទៅលើវិញដូចគ្នាបាទឱកាសខ្ពស់ដែលវា reverse ឡើងទៅលើវិញហ្នឹងគឺមានឱកាសខ្ពស់ដូចគ្នានេះអញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាកត់សម្គាល់កន្លែងនេះបាទហ្នឹងហើយអញ្ចឹងបើសិនជាប្រើ style ដូចខ្ញុំគឺបែបនេះនឹងឯងបាទហ្នឹងហើយនេះឃើញទេបាទវាធ្លាក់នៅក្រោមខ្សែលេខ3ហ្នឹងខ្លាំងពេកមិនយូរប្រហែលវានឹងចាប់ដើមបាទមានទៀនថ្មីហ្នឹងគឺហើបឡើងលើបាទទៀនថ្មីខ្ញុំសរសេរនិមិត្តសញ្ញាដោយទៀនពណ៌បាទពណ៌ផ្កានេះពណ៌ pink ណាបងប្អូនណាបាទនេះអញ្ចឹងវានឹង reverse ឡើងទៅលើវិញប៉ុន្តែ reverse កន្លែងនេះបាទស្របពេលដែល time frame 5នាទីគឺវានៅម្ដុំនេះនឹងឯងបងប្អូនឃើញទេបាទហ្នឹងហើយអញ្ចឹងគឺជាចំណុចមួយដែលខ្ញុំចូលចិត្តខ្លាំងមែនទែនបាទនៅក្នុងការ trade បែប reverse នៃច្បាប់ហានិភ័យរបស់ខ្ញុំបាទដោយឃើញថាទៀនហ្នឹងវាធ្លាក់ក្រោមខ្សែលេខ3ហ្នឹងខ្លាំងពេកប៉ុន្តែតាមពិតគឺខ្ញុំបាទ trade ហ្នឹងគឺចុចឲ្យស្របតាមទំនោរនៃ time frame 5នាទីឯនេះឲ្យស្របតាម time frame 5នាទីទៅវិញទេបងប្អូនបាទគឺមានន័យថានេះគឺវាកើតជាទម្រង់បាទ set up របស់ខ្ញុំនឹងឯងបាទឃើញទេបាទចំណុចកន្លែងនេះគឺខ្ញុំចូលចិត្តបាទហ្នឹងហើយឲ្យតែឃើញបាទទម្រង់នឹងចូលបាទតាមលក្ខខណ្ឌហ្នឹងគឺខ្ញុំចុចទេបងប្អូនបាទនេះអញ្ចឹងឧទាហរណ៍ថាបាទឃើញថាបាទកន្លែងនេះចាំមើលខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមួយបាទដោយកន្លែងដែលខ្ញុំបានបង្ហាញកន្លែងនេះបាទហ្នឹងឃើញទេបាទខ្សែលេខ3ហ្នឹងបាទចាប់ដើមបាទ
នៅខាងក្រោមខ្សែលេខ18វិញហើយបាទនេះជំរឿនៅពេលដែលខ្ញុំឧទាហរណ៍ជូនអ្នកនរគ្នានៅក្រាបពិតជាក់ស្ដែងឲ្យមើលមួយបាទនឹងឃើញថាបើសិនជាខ្ញុំ highlight នៅតំបន់នេះបាទតាមពិតនៅពេលដែលអ្នកនរគ្នាបកមកមើល time frame 5នាទីវិញគឺទៀនហ្នឹងចាអាចចូលជាទម្រង់ទៀន set up បាទក៏អាចថាបានដែរបាទកន្លែងណាចេះនេះបាទឃើញអត់បាទនេះដូចអ្វីដែលខ្ញុំថាបញ្យល់បាញ់មិញចឹងឃើញទេបាទឃើញថាវាស្ថិតនៅក្រោមបាទខ្សែលេខគេថាខ្សែលេខ3ហ្នឹងណាបាទវានៅខាងក្រោមខ្សែលេខ18ហើយនៅក្នុង time frame 1នាទីបាញ់មិញហ្នឹងគឺខ្សែលេខ3បាទស្ថិតនៅខាងក្រោមខ្សែលេខ18ហើយទៀនចាប់ផ្ដើមបាទចុះមកខាងក្រោមខ្សែលេខ3ហ្នឹងគឺខ្លាំងពេកហើយបងប្អូនបាទខ្លាំងពេកប៉ុន្តែនៅពេលដែលអ្នកទាំងគ្នាបកមកមើល time frame 5នាទីវិញគឺវាអត់ទាន់ចុះមកក្រោមខ្សែលេខបាទ18ទេបាទបន្តមកទៀតបាទបើសិនជាកើតមានជាទម្រង់ទៀន set up គឺចុចបានបាទនេះករណីទី1ចុះករណីមួយទៀតបាទនេះទម្រង់កន្លែងនេះក៏ចូលតាមទម្រង់ទៀន set up ដែរបាទនេះកន្លែងដែលខ្ញុំ highlight នេះណាបាទអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាបាទបកមកមើល time frame 1នាទីវិញសួរថាឃើញរបៀបម៉េចបាទឃើញថាចំណុចដែល highlight បាញ់មិញហ្នឹងគឺវាចាប់ដើមបាទជាផ្សារចុះបាត់ទៅហើយបងប្អូនបាទជាផ្សារចុះបាត់ទៅហើយនេះឃើញទេបាទមានន័យថាខ្សែលេខ3នៅពីខាងក្រោមខ្សែលេខ18ជាទម្រង់ផ្សារចុះបាត់ទៅហើយប៉ុន្តែចូលតាមលក្ខខណ្ឌដូចខ្ញុំបានបញ្យល់បាញ់មិញហ្នឹងគឺច្បាប់ហាន20របស់ខ្ញុំហ្នឹងឯងនៅពេលឃើញថាខ្សែលេខ3នៅពីខាងក្រោមខ្សែលេខបាទ18 time frame 1នាទីនេះជាផ្សារចុះមែនពិតប៉ុន្តែនៅក្នុង time frame ដែលធំជាងយើងមិនទាន់អាចសម្រេចបានថាវាជាទីផ្សារចុះទេណាបងប្អូនបាទហ្នឹងហើយបើសិនជាវាចូលតាមទម្រង់ច្បាប់ហានិភ័យដូចខ្ញុំបានបញ្យល់បាញ់មិញបើឃើញថាទៀនបាទវាធ្លាក់ក្រោមខ្សែលេខ3នឹងខ្លាំងពេកមិនយូរប៉ុន្មានបាទមិនយូរប៉ុន្មានវានឹងមានគេហៅថា reaction ឬក៏ប្រតិកម្មដែលបាទវាអាចបាទឲ្យតម្លៃហ្នឹងគឺឡើងទៅលើវិញបាទមានន័យថាបញ្ច្រាស់ពីអ្វីដែលជាទីផ្សារចុះនៃ time frame 1នាទីនេះបាទនេះឃើញទេបាទអ្នកទាំងអស់គ្នាឃើញពិតជាក់ស្ដែងហើយបាទនៅពេលដែលទៀនវាចាប់ដើមបាទដោលចុះខាងក្រោមខ្សែ EMA ខ្សែលេខ3ខ្លាំងពេកសួរថាដោលចុះនឹងដោលចុះរបៀបម៉េចបាទគឺមានន័យថាមុនដំបូងទៀនគឺវានៅពីខាងលើខ្សែលេខ3បែបនេះបាទបន្តមកទៀតនៅពេលដែលវាចុះខ្លាំងបាទតម្លៃបិទរបស់វាចាប់ដើមចុះឆ្ងាយពីខ្សែលេខ3នោះខ្លាំងពេកបាទនេះខ្សែលេខ3គឺនៅពីខាងលើប៉ុន្តែតម្លៃបិទរបស់វាអាចថានៅពីខាងក្រោមឆ្ងាយដូច្នេះទៀនកើតថ្មីវាអាចដោលឡើងទៅលើវិញបែបនេះអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងបាន position buy របស់យើងនៅម្ដុំនេះឃើញទេបាទ buy នៅម្ដុំហ្នឹងបន្តមកទៀតយើងតាំង TP ខ្លីៗបាទដូចខ្ញុំបានបញ្យល់នៅវីដេអូមុនក៏បានដែរឃើញទេបាទក្រាបរត់តាមរយៈពេលត្រឹមតែ5នាទីបាទ2-3នាទីនោះបុក TP បាទហើយនេះគឺសម្រាប់ time frame 1នាទីអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញបាទ vision បាទមានន័យថានៅក្នុង time frame ធំឃើញថាអូវាអាចឡើងតម្លៃហ្នឹងគឺដល់ខ្ពស់ថែមទៀតបាទហ្នឹងហើយបើសិនអ្នកទាំងអស់គ្នាមើលឃើញថានៅក្នុង time frame 5នាទីបាញ់មិញអ្វីដែលយើងបានបាទ note ទុកនេះបាទនេះឃើញទេបាទទៀន set up នេះបាទអញ្ចឹងបើសិនជាក្នុង time frame 5នាទីនេះចូលតាមទម្រង់ទៀន set up យើងឃើញថានៅពេលដែលចប់ទៀន set up ភ្លាមវាអាចតម្លៃហ្នឹងគឺឡើងទៅហក់បានឆ្ងាយថែមទៀតដូច្នេះយើងតាំង TP បាទនៃ time frame ធំទុកក៏បានដែរបាទអត់មានអ្វីខុសទេបាទបើសិនជាអ្នកទាំងអស់គ្នាបានស្រង់ស្ថិតិមកបាទច្រើនគួរសមថានៅពេលដែលចប់តាមទម្រង់ទៀន set up តម្លៃវាអាចហក់ដល់ចំណុចដែលយើងបាទតាំង TP នេះអីអញ្ចឹងទៅបាទហ្នឹងហើយប៉ុន្តែសម្រាប់ time frame 1នាទីបាញ់មិញអូខេយើងតាំង TP ខ្លីៗដូចខ្ញុំបានបញ្យល់នៅវីដេអូមុនក៏បានដែរបាទនេះតាំង TP ខ្លីៗបែបនេះបាទហ្នឹងហើយអញ្ចឹងរងចាំមកទៅបុក TP រងចាំមកទៅបុក TP បាទទិសដៅហានិភ័យរបស់យើងគឺបែបហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងគឺវិភាគទៅលើ multiple time frame style ខ្ញុំផ្ទាល់ណាបាទនៅពេលដែលខ្ញុំ trade time frame 1នាទីនេះខ្ញុំវិភាគតែត្រឹម time frame 5នាទីសុំទោសបាទហ្នឹងហើយនេះtime frame 5នាទីឬក៏ time frame 15នាទីហ្នឹងអស់ធំហើយបាទបើសិនជា time frame 5នាទីឬក៏ time frame 15នាទីចូលតាមមុខមាត់ទៀន set up គឺយើងបកមកសិក្សានៅក្នុងបាទ time frame 1នាទីហើយបើសិនជា time frame 1នាទីហ្នឹងបាទវាកើតតាមទម្រង់ដូចខ្ញុំបានបញ្យល់បាញ់មិញអញ្ចឹងបាទបើសិនជាកើតនៅក្នុងបាទទ្រឹស្ដីហានិភ័យរបស់ខ្ញុំអូខេអញ្ចឹងគឺជាចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍
គឺយើងអាចចុច reverse trend ទៅលើវិញបានដើម្បីស្របទៅតាមទំនោរធំរបស់វានឹងឯងបងប្អូនបាទនេះខ្ញុំសង្ឃឹមថាអ្នកទាំងគ្នាបាទយល់ពី concept មួយនេះហើយបាទអញ្ចឹងទ្រឹស្ដីនៅក្នុងការវិភាគបែប multiple time frame របស់ខ្ញុំគឺបែបនេះនឹងឯងបាទអត់មានអ្វីស្មុគស្មាញទេបងប្អូន